ខ្ញុំធ្វើវីដេអូមួយសម្រាប់ចែកជូនបងប្អូនអរគ្នាពីរបៀបយើងកំណត់អក្សរឬគេហៅថា keyboard ណា keyboard យើងសម្រាប់យើងសរសេរអក្សរទៅយើងមើលទៅអក្សរទៅវាទូចអញ្ចឹងយើងចុចទៅនេះប៉ះទៅនោះចុចទៅនោះប៉ះទៅនេះវាអត់ត្រូវចំទៅលើអក្សរដែលយើងចង់បានអញ្ចឹងណាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនអរគ្នាជួយចែករំលែកវីដេអូមួយនេះដល់បងប្អូនយើងអរគ្នាឲ្យចេះដឹងពីរបៀបកំណត់ឲ្យវាធំងាយស្រួលចុចងាយស្រួលសរសេរអញ្ចឹងណាបងប្អូនចូលក្នុងណាក៏បានដែរបងប្អូនក្នុង Facebook យើងក៏បានក្នុងសារ Messenger ក៏បានក្នុង Telegram ក៏បានអញ្ចឹងណាឧទាហរណ៍ខ្ញុំចូលក្នុង Chrome មកក្នុង Chrome ខ្ញុំសរសេរហើយឧទាហរណ៍ខ្ញុំសរសេរជាអក្សរខ្មែរឃើញអក្សរខ្មែរវាឃើញវាទូចបែបនេះបងប្អូនណាឃើញទូចបែបនេះទៅយើងធ្វើម៉េចឲ្យអក្សរនេះវាធំហើយវាមើលងាយស្រួលយើងចុចបងប្អូនចុចកន្លែងចុចអាការ៉េ3នេះការ៉េ4នេះបងប្អូន4ជ្រុងនេះចុចទៅនឹងមួយមកខាងលើនេះខាងលើនេះហើយបងប្អូនឃើញទៅនេះគេដាក់ថាបដូរទំហំណាខាងនេះគេដាក់ថាបដូរភាសាបន្ទាប់អញ្ចឹងណានេះបងប្អូនមើលដល់នេះមកនេះយើងដាក់ម្រាមដៃខាងណាខាងឆ្វេងឬខាងស្ដាំទៀតគេដាក់ពណ៌អញ្ចឹងបងប្អូននេះគេកំណត់បតយើងចុចយើងកំណត់បតយើងចុចភាសាអីអង់គ្លេសភាសាខ្មែរអញ្ចឹងណានេះយើងសម្រាប់ការកែអត្ថបទអានេះយើងចែករំលែកទៅបងប្អូនឬមិត្តភក្តិយើងអានហើយយើងបង្ហាញនេះយើងបង្ហាញទៅលើទំហំនេះបងប្អូនចុចលើទំហំហ្នឹងមកអានហើយយើងទាញនេះមកលើខាងលើមកយើងបានប៉ុណ្ណាយើងព្រិចប៉ុណ្នេះមកហើយយើងចង់នេះដាក់មកលើទៀតយើងចុចប៉ុណ្នេះមកព្រោះចំពោះខ្ញុំដាក់ប៉ុណ្នេះឲ្យវាធំហើយបងប្អូនចុចកន្លែងរួចរាល់មកហើយបងប្អូនឃើញធំមើលងាយស្រួលយើងចុចស្រួលយើងសរសេរអញ្ចឹងណាបងប្អូនឧទាហរណ៍ខ្ញុំសរសេរខ្ញុំចង់បានអញ្ចឹងទៅឃើញមើលស្រួលចុចវាវល់ពីគ្នាងាយស្រួលចុចស្រួលចុចមែនទែនបងប្អូនខ្ញុំចង់បានអញ្ចឹងឧទាហរណ៍ឃើញស្រួលចុចបងប្អូនចុចទៅវាស្រួលវាវល់បើយើងចង់ឲ្យបង្រួមឲ្យវាទូចទៀតយើងចុចកន្លែងនេះដដែលបងប្អូនណាកន្លែងក្រេ3 4ជ្រុងនេះដដែលការ៉េនេះប្រូការ៉េ4ជ្រុងនេះពេលហ្នឹងចុចកន្លែងនេះដដែលបងប្អូនណាហើយយើងថយមកក្រោមនេះយើងចង់បានប្រមាណតែចិត្តយើងចង់បានដែរណាបងប្អូនខ្ញុំដាក់ប៉ុណ្នេះបានហើយចុចរួចរាល់ម្ដងទៀតមកឃើញវាទំហំទូជាងមុនហើយមិញទៅធំជាងមុនងាយស្រួលយើងចុចងាយស្រួលសរសេរអញ្ចឹងបងប្អូនបាទសូមអរគុណបងប្អូនអរគ្នាដោយស្រឡាញ់ពេញចិត្តនឹងវីដេអូមួយនេះសូមបងប្អូនចុច Subscribe ហើយដាក់សញ្ញារូបកណ្ដឹងឃើញ Page របស់ខ្ញុំជួយចុច Follow និងជាម្នាក់មួយផងណាដើម្បីឲ្យបងប្អូនយើងក្រោយៗគាត់បានដឹងបានចេះដូចបងប្អូនដូចគ្នាដែរសូមអរគុណសូមគោរពលា